សួស្តីអ្នកទាំងអស់គ្នាមកកាន់ Channel MG សួស្តីអ្នកទាំងអស់គ្នាយើងជួបគ្នាទៀតហើយថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាទៅតាមដានបញ្ចប់សាច់រឿង The Kingdom វគ្គ 2 ដំបូងយើងមករំលឹកសាច់រឿងក្នុងភាគ1សិនចំណុចទី1នោះគឺគ្រួសារត្រកូលជូដែលមានឧបរាជជូនិងព្រះមហេសីរៀបគម្រោងប្លន់នគរដោយឲ្យរាជពេទ្យសុងហ៊ីធ្វើយ៉ាងណាអូសក្រឡាឲ្យស្ដេចដែលបានសោយទីវង្គតខ្លាយទៅជាហ្សូមប៊ីដើម្បីបង្អស់ពេលមិនឲ្យរាជបុត្រលីឆាងឡើងគ្រងរាជ្យបានទេរហូតដល់កូនក្នុងផ្ទៃរបស់មហេសីជូកើតមករួចនឹងបាននគរដោយស្របច្បាប់ចំណុចទី2គឺអ្នកស្រុកដែលបានកើតជំងឺខ្លុងគឺបានញ៉ាំស៊ុបសាច់មនុស្សដែលត្រូវបានស្ដេចលីខាំបង្កើតទៅជាហ្សូមប៊ីចំនួនទី2និងអាចចម្លងគ្នាបានដោយការខាំចំណុចទី3គឺរាជបុត្រលីឆាងបានដឹងពីគម្រោងដ៏ខ្មៅកខ្វក់របស់ត្រកូលជូជាមួយនឹងវិបត្តិហ្សូមប៊ីក្នុងនគរដូចនេះគាត់បានចេញទៅស្វែងរកជំនួយពីគ្រូរបស់គាត់គឺលោកមេតបអានយុនសម្រាប់អ្នកមិនទាន់យល់3ចំណុចខាងលើក៏ដោយសារតែមិនទាន់បានមើលភាគ1សូមចូលទៅកាន់ Channel MG ចូលក្នុងអាល់ប៊ុមវីដេអូរួចស្វែងរក Playlist The Kingdom តោះចូលទៅមើលភាគ2ទាំងអស់គ្នារាជបុត្រលីពេលបានជួបជាមួយលោកមេតបអានរួចក៏បានរៀបចំនៅរបាំងនិងជញ្ជាំងការពារហ្សូមប៊ីតែថាយប់នេះគឺគ្មានការស្អីសោះមេឃភ្លឺឡើងពេលដែលម្នាក់រៀបស្រងល់ដែរក៏បានលេចចេញនៅហ្សូមប៊ីទាំងបាច់អ្នកគ្រប់គ្នាគិតថាហ្សូមប៊ីទាំងនោះគឺខ្លាចថ្ងៃតែតាមពិតទៅពួកគេនោះគឺខ្លាចកម្ដៅទៅវិញទេអាកាសធាតុតំបន់សិនជូស៊ីនេះគឺចុះត្រជាក់ខ្លាំងណាស់ដែលជាហេតុធ្វើឲ្យហ្សូមប៊ីទាំងនោះគឺបានចិត្តមែនតើដោយឃើញថាហ្សូមប៊ីនេះគឺច្រើនមែនតើមេតបអានក៏បានឲ្យកងទ័ពយកចេញនៅអាវុធពិសេសចុងក្រោយចេញមកនោះគឺជាកំភ្លើងរំសេវតែថាខ្លាំងយ៉ាងណាក៏ទប់ទល់មិនឈ្នះនឹងហ្សូមប៊ីទាំងបាច់នេះដែរពេលដែលរបាំងទី1ត្រូវបានហ្សូមប៊ីបំបីបានពួកគេក៏បាននាំគ្នារត់ទៅរបាំងទី2តែពេលនេះចង់ទៅរបាំងទី2ក៏ពិបាកដែរក្រុងសាំងជូស៊ីត្រូវបានឡោមព័ទ្ធដោយហ្សូមប៊ីអស់ក្បាច់ទៅហើយស្រាប់តែមេតបអាននិយាយថាមានផ្លូវក្រោមដីមួយទៀតដែលយើងអាចគេចចេញទៅបានតែពេលមកដល់ក៏ឃើញថាច្រកនោះត្រូវបានចាក់សោជាប់ពេលដែលហ្សូមប៊ីគឺបានមកគៀកយ៉ាងខ្លាំងនោះលោកមុនក៏នឹកឃើញវិធីបំបែកសោនោះគ្រប់គ្នាក៏បានប្រញាប់ចូលផ្លូវក្រោមដីតែពេលដែលបិទទ្វារក៏ឃើញថាទ្វារនឹងខូចទៀតកូនចៅចំណិតរបស់លោកមេតបអានដោយសារតែត្រូវបានហ្សូមប៊ីខាំចំដៃគេក៏សម្រេចចិត្តពាក់លីនឹងនៅបិទគូតហើយក្រុមអូស្ត្រាលីក៏បានមកដល់របាំងទី2យ៉ាងជោគជ័យក្រុមអូស្ត្រាលីគឺសុវត្ថិភាពទៅហើយតែបើងាកមកមើលខាងចៃប៊ីវិញក៏ជួបគ្រោះថ្នាក់គួរសមដែរពួកគេបានជួបនឹងហ្សូមប៊ីមួយវងដែលនៅក្នុងរូងនោះស្រាប់មើលទៅដូចជាត្រូវបានគេពិសោធន៍រួចបោះបង់ចោលអញ្ចឹងអស់ផ្លូវមានតែតោងថ្មកិច្ចមួយគ្រាសិនពេលដែលមកដល់កន្លែងខ្ពស់ចៃប៊ីបានចាប់ផ្លឹកឃើញថាហ្សូមប៊ីនេះគឺមានចំណុចខ្សោយមួយគឺខ្លាចទឹកប្រហែលជាវាខ្លាចទឹកឬអត់ចេះហែលទឹកទេដឹងតែថាទឹកត្រពាំងនេះគឺវារាក់ណាស់មិនសមថាមិនហ៊ានអញ្ចឹងទេហ្សូមប៊ីទាំងនេះមើលទៅអត់ទាំងហ៊ាននៅក្បែរផងមិនរៀងជ្រេដែរហើយពួកគេក៏ពិភាក្សាគ្នាថាតើគួរធ្វើយ៉ាងណាទៅទើបល្អទីផាលក៏និយាយថាខាងរាជបុត្រលីដឹងតែមានហ្សូមប៊ីផ្អើលភូមិហើយទៅមិនកើតទេតែទៅដឹងតែខ្លាចជាសាសមិហើយអ្នកទាំងអស់គ្នានៅចាំទេថានីផានឹងត្រកូលអីគាត់គឺជាត្រកូលជូត្រូវជាក្មួយរបស់លោកអូប្រាជូនេះឯងហើយឥឡូវនេះអូប្រាជូកំពុងតែដឹកនាំទ័ពបោះទីតាំងឈរជើងនៅជិតនឹងដែរចែប៊ីក៏បាននឹកឃើញដល់រឿងនឹងដូចគ្នាក៏បានលើកឡើងថាបើអញ្ចឹងយើងទៅរកអូប្រាជូទៅក្រែងរស់រានមានជីវិតខ្លះហើយពួកគេក៏បានមកជួបលោកអូប្រាជូនិយាយពីនីផាលេលោកអូប្រាយមិនដែលសង្ឃឹមស្អីលើក្មួយនេះទេព្រោះថាវាគ្មានកំណើតតែម្ដងតែថាឥឡូវនេះកូនតែមួយរបស់គាត់ក៏ស្លាប់ទៅហើយត្រកូលជូមួយពូជសល់តែប្រុសមួយនឹងទេអាចស្នងត្រកូលមានតែតាមនឹងទៅគាត់បានឲ្យគេនាំនីផានិងចៃប៊ីទៅកន្លែងស្នាក់និយាយពីត្រកូលជូក៏នឹកដល់មហេសីជូដែលសង្ងំក្នុងវាំងអ្នកបានតាមដានភាគ1សុទ្ធតែបានដឹងថាមហេសីជូមានគួរអីហ្នឹងគឺ fake ទេគាត់បានប្រមូលយកស្ត្រីដែលមានទម្ងន់ច្រើនណាស់ឲ្យតែកើតបានកូនប្រុសដឹងតែកូនហ្នឹងគឺកូនគាត់ហើយបើកើតបានកូនស្រីវិញដឹងតែមិនរស់ទាំងម្ដាយនិងកូនមិនខានមានលោកមេតបការពារវាំងម្នាក់បានរកឃើញនៅសាកសពរបស់ស្ត្រីនិងកូនតូចជាច្រើននៅក្រៅវាំងក្នុងនោះដែរគឺមានស្ត្រីម្នាក់ដែលរស់នៅសល់មួយដង្ហើមបាននិយាយថាពួកគេគឺត្រូវបានមហេសីពឹសពុលនឹងសម្លាប់ដោយសារតែចង់ឆាប់បានកូនប្រុសចាមហេសីក៏បានរកគ្រូបណ្ដាសាជួយកំពុងតែធ្វើអាគមស្រាប់តែមានអ្នកមកប្រាប់ថារឿងស្ត្រីមានផ្ទៃពោះផ្ដុំគ្នាក្នុងវាំងនោះគឺបែកធ្លាយអស់ហើយអំណាចតបវាំងគឺមិនមែនលំទេប្រហែលជាត្រូវទៅរកលោកអប្រាជូឲ្យជួយឲ្យមើលទៅតែបែរជាត្រូវបានមហេសីបដិសេធទៅវិញ
តាមពិតទៅរឿងប្រមូលផ្ដុំស្ត្រីមានទម្ងន់ដើម្បីបានកូនប្រុសនោះគឺនាងបានលាក់រឿងនឹងយ៉ាងចិត្តមិនឲ្យអូប៉ារ៉ាជូដឹងទេព្រោះថាឪពុកនាងនេះគឺជាមនុស្សដែលគិតគូរខ្លាំងលើរឿងឈាមជ័រយើងមកមើលខាងរិចបតលីវិញស្ថានភាពដូចជាធ្ងន់ធ្ងរណាស់ដែរទោះបីគ្រប់គ្នាបានចូលក្រុងនិងថយដល់របាំងទី2ក៏ដោយតែថាស្បៀងគឺមានកម្រិតមានល្មមតែ5ថ្ងៃនោះទេកូនចៅលោកមេតបអានបានស្រមៃដល់រឿងកាលពី3ឆ្នាំមុនវាប៉ັດដូចជាអ្វីដែលអេដមីនបានទាយកាលពីវគ្គ1អញ្ចឹងគឺក្រុមលោកមេតបអានបានចាប់យកអ្នកភូមិសូវងទៅបំលែងជាហ្សូមប៊ីហើយបានយកហ្សូមប៊ីទាំងនោះទៅច្បាំងអ្វីដែលពួកគេបាននិយាយគ្នាក៏ត្រូវបានលោកមូនឮទាំងអស់ហើយគាត់ក៏បានប្រញាប់យករឿងទាំងនោះរាយការណ៍ទៅរាជបុត្រលីតែថាបុត្រាលីជឿជាក់លើគ្រូគាត់ណាស់ព្រមទាំងសួរទៅលោកមូនថាខ្ញុំទៅណាក៏មានតបរបស់អូប៉ារ៉ាជូដេញទាន់ដែរតើលោកគឺជារនុកក្នុងមែនទេតែលោកមូនបដិសេធព្រមទាំងរំជួលចិត្តយ៉ាងខ្លាំងកំពុងតែនិយាយគ្នាស្រាប់តែឃ្លាំងស្បៀងក៏បានឆេះខ្ទេចគ្មានសល់ខ្ទឹមឃ្លាំងឆេះដោយសារតែក្នុងក្រុងគឺមានសមាជិកម្នាក់ចង់លួចស្បៀងឲ្យកូនគាត់ឲ្យបានច្រើនបន្តិចមិនប្រយ័ត្នក៏បានធ្វើឲ្យឆេះឃ្លាំងឥឡូវនេះមិនបាច់ទៅខ្វល់រឿងរនុកក្នុងរនុកក្រៅអីទេស្បៀងគឺបានដាច់ខ្ទេចអស់ទៅហើយនៅសល់អីទៀតពួកគេឥឡូវនេះបានធ្លាក់ចូលក្នុងស្ថានភាពដែលចប់គឺអស់ផ្លូវហើយនិយាយពីចៃប៊ីនិងនេផាល់ស្ថានភាពគឺផ្ទុយស្រឡះពីក្រុមរាជបុត្រលីពួកគេនេះគឺកំពុងតែសុកស្រួលសម្បើមណាស់ចៃប៊ីបានយកស្មៅស្លាប់រស់មកមើលក៏បានឃើញពងដង្កូវឡើងក្រាស់ខ្មឹកជាប់ពីក្រោយស្លឹកស្មៅស្លាប់រស់ពេលដាក់ចូលទឹកវាគ្មានស្អីនោះទេកំពុងតែស្រាវជ្រាវលោកអូប៉ារ៉ាជូក៏បានចូលមកដល់គាត់បានឲ្យគេស៊ើបពីចៃប៊ីដឹងថាចៃនឹងគឺជាកូនសិស្សរបស់លោកគ្រូពេទ្យសុងហ៊ីអញ្ចឹងរឿងស្ដេចលីខ្លាចជាហ្សូមប៊ីចៃនេះក៏ដឹងដែរគាត់បានប្រាប់ថាមិនប្រហែលថ្ងៃទេក្រុមរបស់គាត់នឹងត្រឡប់ទៅរាជធានីវិញហើយចៃប៊ីក៏ត្រឡប់ទៅវិញជាមួយគាត់ដែរតែមុននឹងទៅវិញគាត់ចង់រងចាំមនុស្សម្នាក់ហើយម្នាក់នោះគឺជារាជបុត្រលីនិយាយពីរាជបុត្រលីឥឡូវនេះនៅក៏ស្លាប់ច្បាំងក៏ស្លាប់ដោយនេះគាត់សុខចិត្តច្បាំងស្លាប់ក៏ប្រសើរជាងរស់នៅនឹងរងចាំការស្លាប់ដែរគាត់បានសម្រេចចិត្តដឹកនាំក្រុមស៊ូស្លាប់បើកផ្លូវចេញទៅរកទីតាំងរបស់អូប៉ារ៉ាជូរួចហើយនឹងបកទៅនគរក្រុងរាជចុងក្រោយបានចេញតបកម្ចាត់ហ្សូមប៊ីចោលតែពេលសម្រុកចេញដល់បន្ទាយឈរជើងរបស់អូប៉ារ៉ាជូមើលទៅដូចជារៀងងាយដែរតែមួយខ្វាច់ពីរខ្វោកក៏ចាត់ការអ្នកការពីបន្ទាយខ្ទេចមើលទៅដូចជាផុយដល់ហើយពេលសម្រុកបន្តចូលដល់ខាងក្នុងគាត់ក៏បានចូលក្នុងដំណាក់តែម្នាក់ឯងក៏ឃើញថាមិនមានមនុស្សទេស្រាប់តែមានហ្សូមប៊ីមួយស្ទុះចេញមកនោះគឺជាស្ដេចលីយើងទាំងអស់គ្នាតើចាំដែរឬទេក្នុងឈុតដែលអូប៉ារ៉ាលីអូហឹបដាក់ហ្សូមប៊ីមួយចេញមកតាមគឺគេបានយកស្ដេចលីមកដែរដើម្បីរៀបគម្រោងកូនសម្រាប់ឆាត់ account មួយនេះពេលដែលរាជបុត្រលីកំពុងតែទប់ទល់នឹងស្ដេចលីក៏មានតបជាច្រើនមកឡោមព័ទ្ធដំណាក់នោះលោកអូប៉ារ៉ាជូក៏បានចេញមកដែរក្នុងបន្ទប់រាជបុត្រលីសម្លឹងមើលទៅព្រះភ័ក្ត្របិតាដែលបានខ្លាយទៅជាហ្សូមប៊ីគាត់ពិតជានឹករលឹកណាស់រហូតដល់ស្រមៃឃើញស្ដេចលីគឺនៅធម្មតា아바마마 소자장입니다. រាជបុត្រលីពេលនេះពិតជាពិបាកសម្រេចចិត្តណាស់តើគាត់ត្រូវធ្វើយ៉ាងណាចំណែកខាងក្រៅវិញលោកមេតបអាននិងអូប៉ារ៉ាជូកំពុងតែហែកគ្នាតាមស្ទាយប្រុសចាស់លោកមេតបអានបានលើកឡើងថាកាលពី3ឆ្នាំមុនគាត់ត្រូវបានអូប៉ារ៉ាជូបោកបញ្ឆោតឲ្យទៅសម្លាប់ប្រជារាស្ត្រមិនដឹងអីឲ្យខ្លាយទៅជាហ្សូមប៊ីដើម្បីចេញច្បាំងដែលជារឿងដែលគាត់មានសេចក្តីអៀនខ្មាស់ក្នុងចិត្តយ៉ាងខ្លាំងគឺថាគាត់រស់នៅក្នុងភាពឈឺចាប់និងស្ដីបន្ទោសឲ្យខ្លួនឯងជារៀងរាល់ថ្ងៃព្រមទាំងបន្ថែមថាស្ដេចលីគឺបានស្លាប់ហើយគឺអបៈនេះហើយដែលចង់ប្លន់រាជនិងធ្វើឲ្យស្ដេចលីខ្លាយទៅជាហ្សូមប៊ីនិយាយរួចក៏បានស្ទុះចូលទៅក្នុងបន្ទប់ដើម្បីជួយរាជបុត្រលីអូប៉ារ៉ាជូខឹងណាស់ក៏បង្ខំឲ្យកូនទ័ពបាញ់លោកមេតបអានចោលស្របពេលនោះទ្វារក៏បើកហើយចំពេលដែលរាជបុត្រលីបានកាត់នៅព្រះសិរសារបស់បិតាខ្លួនមេតបអានបានវាចូលទៅខាងក្នុងនិងអោបរាជបុត្រលីជាលើកចុងក្រោយឃើញថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងការគ្រប់គ្រងនៅឡើយអូប៉ារ៉ាជូក៏បានចាប់ផ្ដើមចូលទួភ្លាមរាជបុត្រលីគឺជាកូននៃរាជាបានធ្វើកុដព្រះមហាក្សត្រដើម្បីប្លន់រាជនេះគឺជាទោសក្បត់ជាតិដោយនេះយើងត្រូវតែចាប់រាជបុត្រលីត្រឡប់ទៅរាជធានីវិញដើម្បីកាត់ក្តីអូប៉ារ៉ាជូគាត់មិនបានដឹងពីរឿងរ៉ាវក្នុងរាជធានីនោះទេ
មេតបវាំងដែលបានដំណឹងបៃធ្លាយគឺបានចោះស៊ើបរឿងហ្នឹងរឿងហេតុដែលមានកខ្លាំងៗរបស់មហេសីគឺចិត្តលេចចេញការពិតទៅហើយលោកមេតបបានទៅពិភាក្សាជាមួយតាក់លើអំពីជំហានបន្ទាប់ស្រាប់តែបានឮស្នូរសំឡេងចេញពីវាំងអំពីដំណឹងព្រះមហាក្សត្រដែលបានខ្សោយទីវង្គតទៅហើយប្រកាសណាស់ថាព័ត៌មាននេះគឺបានពីអបរាជូព្រោះមុនពេលគាត់ចេញដំណើរមកកាន់រាជធានីអបរាជូបានសរសេរនៅលិខិតជូនដំណឹងទៅមន្ត្រីធំៗគ្រប់ផ្នែកគ្រប់គ្នាបានដឹងដំណឹងនេះគឺឈឺចាប់យ៉ាងខ្លាំងព្រះមហាក្សត្របានសោយទីវង្គតរាជបុត្រលីប្លន់រាជនគរគ្មានស្ដេចទេដោយខ្លាចថាមិនមានអ្នកសម្រេចចិត្តអញ្ចឹងក៏បានស្នើសុំឲ្យមហេសីដោះស្រាយរាជកិច្ចបណ្ដោះអាសន្នរហូតដល់សម្រាលបុត្របើកើតមកជាបុត្រានោះគេនឹងទៅជាស្ដេចថ្មីតែបើកើតមកជាបុត្រីអញ្ចឹងយើងនឹងស្វែងរកត្រកូលីរកឈាមជ័រណាមួយមកគ្រងរាជបន្តពេលដែលគ្រប់គ្នាកំពុងតែពិភាក្សាស្រាប់តែខាងមហេសីលីក៏បានសម្រាលដល់លឺអញ្ចឹងមេតបវាំងក៏បានសម្រុកចូលទៅមើលជាលើកចុងក្រោយថាតើរឿងនឹងទៅជាយ៉ាងណានិយាយពីម្ខាងទៀតដោយសារតែលោកមេតបអានជាមេតបធំដែលមានកិត្តិនាមល្បីរន្ទឺដូចនេះមេតបផ្សេងៗនឹងដឹកយកសពគាត់ទៅបញ្ចុះចែប៊ីបានប្រើឈ្មោះរបស់នេផាល់មកសួរសុខទុក្ខរាជបុត្រលីដែលនឹងត្រូវកាត់ទោសប្រហារជីវិតឆាប់រាជបុត្រលីមានរឿងពឹងពាក់ចែប៊ីពេលចេញពីជួបរាជបុត្រលីចែប៊ីបានដើរតេតាប្រលឹងបានរត់ចេញទៅស៊ីប្រលិតហើយក៏គ្មានអ្នកណាចាប់អារម្មណ៍រឿងនឹងដែរថ្ងៃនេះលោកប្រាជូសប្បាយចិត្តស្ទើរហោះសត្រូវសម្រាប់កូនប្រុសគឺចាប់បានហើយកូនស្រីក៏សម្រាប់បុត្រដែររឿងសប្បាយចិត្តដល់ទៅ2កើតឡើងទួនធ្វើឲ្យគាត់ទម្លាក់ចុះការប្រុងប្រយ័ត្នភាពជោគជ័យគឺនៅនឹងមុខទៅហើយលោកប្រាជូសម្រាប់ចិត្តឲ្យចាប់យករាជបុត្រលីនិងគ្នាយកទៅប្រហារជីវិតតែម្ដងកុំឲ្យមងសៅនីស៊ីននឹងគ្នាបានលួចកាត់ចំណងទុកមុនជាស្រេចពេលយកបានកំភ្លើងនីស៊ីនគឺមានកម្លាំងច្បាំងខ្លាំងក្លាណាស់ក្នុងគោលដៅសម្រុកសម្រាប់លោកប្រាជូគេបានទាញកំភ្លើង snap ទៅលោកប្រាជូភ្លាមដែលឈរមិនចាប់ផ្លឹកពីចម្ងាយតែថាមានអ្នកមករងក្របចំនួនទៀតដោយសារតែសត្រូវច្រើនយើងតិចមិនយូរប៉ុន្មានគ្រប់គ្នាក៏ត្រូវបានអបរាជូគ្រប់គ្រងបានម្ដងទៀតស្របពេលនោះស្រាប់តែមានមនុស្សលើកទង់ជ័យមេតបធំឡើង គេនោះគឺលោកមេតបអានយុនដែលខ្លាយទៅជាហ្សូមប៊ីនេះបានហិតក្លិនឈាមដែលជះលើខ្លួនរបស់លោកប្រាជូហើយគាត់ក៏បានស្ទុះសម្រុកទៅមុខតាមពិតទៅមុននឹងលោកមេតបអានស្លាប់គាត់បានប្រាប់រាជបុត្រលីអំពីគម្រោងការមួយនេះពេលគាត់ស្លាប់ទៅគាត់សុំឲ្យរាជបុត្រលីឲ្យចៃប៊ីប្រើរូបមន្តស្មៅស្លាប់រស់យករូបកាយគាត់បំលែងទៅជាហ្សូមប៊ីធ្វើអញ្ចឹងទៅគ្រប់គ្នានឹងបានយល់ច្បាស់អំពីល្បិចកលរបស់លោកអូប្រាជអំពីការស្លាប់របស់ស្ដេចលីដូចនេះគាត់ក៏អស់ចិត្តអំពីការស្លាប់របស់អ្នកភូមិសូវងដែរលោកមេតបអានដែលខ្លាយទៅជាហ្សូមប៊ីនោះគឺសាហាវខុសពីហ្សូមប៊ីធម្មតាក្រោមភ្លៀងក្របកំភ្លើងគាត់ហក់ខ្វាច់មួយញីបក៏បានទៅដល់មុខរបស់លោកអូប្រាជូព្រមទាំងហែកខាំសាច់របស់លោកអូប្រាជូបានមួយដុំរាជបុត្រលីបានឃើញថាកងទ័ពជាច្រើនបានស្ទុះមកចិញ្ចាំលោកគ្រូគាត់គេក៏ស្ទុះយកដាវទៅកាត់ក្បាលលោកមេតបអានគាត់ធ្វើនេះគឺដើម្បីរក្សាសាកសពរបស់លោកមេតបអានឲ្យរៀងគ្រាន់បន្តិចគ្រប់គ្នាដល់ឃើញថាលោកមេតបអានទៅជាអញ្ចឹងក៏សភ្នែកដែរចៃប៊ីបានយកចេញនៅស្មៅស្លាប់រស់និងកំណត់ត្រារបស់លោកគ្រូសុងហ៊ីចេញមកទាំងអស់នេះគឺសុទ្ធតែជាភស្តុតាងដែលបញ្ជាក់អំពីអំពើថោកទាបរបស់លោកប្រាជូជាឱកាសនេះរាជបុត្រលីក៏បានចាក់ឌីសបញ្ចូលមនោគមឲ្យគ្រប់គ្នាស្វាងឡើងនិងកំចាត់ចំហាយអាក្រក់បាក់ពួករបស់លោកប្រាជូហើយគាត់បានដណ្ដើមនិងបញ្ជាតបទាំងមូលបានយ៉ាងជោគជ័យឥឡូវនេះអ្វីដែលចាំបាច់ធ្វើមុនគេគឺត្រូវតែជួយប្រជាជនក្នុងស្រុកសាន់ជូស៊ីដែលបានដាច់ស្បៀងសិនលើកនេះរាជបុត្រលីមានតបមានស្បៀងមានអាវុធមានលុយចង់បានស្អីក៏មានដែរគាត់បានគិតចេញវិធីមួយដែលប្រើប្រាស់នៅខ្លែងកំណត់ទិសដៅរួចប្រើប្រាស់កំភ្លើងធំបាញ់កំទេចទៅហ្វូងហ្សូមប៊ីដើម្បីតាក់ទាញចំណាប់អារម្មណ៍និងវែកផ្លូវឲ្យក្រុមដឹកជញ្ជូនស្បៀងធ្វើយ៉ាងណាក៏ដោយគឺត្រូវតែយកស្បៀងចូលក្រុងសាន់ជូស៊ីឲ្យបានរាជបុត្រលីនេះណាមហាល្អគាត់បានឲ្យចែប៊ីថែទាំលោកអូប្រាជូដែលត្រូវគ្រូអានយុនខាំនោះទៀតហេតុអ្វីបានជាអូប្រាជូអត់ទាន់កើតហ្សូមប៊ីអេដមីនសុំរំលឹកបន្តិចដោយបានជម្រាបការពីវគ្គមួយអញ្ចឹងហ្សូមប៊ីដែលកើតចេញពីស្មៅស្លាប់រស់គឺជាហ្សូមប៊ីចំនួនទី1គឺខាំនរណាក៏មិនអាចចម្លងឲ្យគេកើតហ្សូមប៊ីដែរតែនឹងខ្លាយទៅជារបួសអាចធ្វើឲ្យគេស្លាប់តែប៉ុណ្ណោះឥឡូវនេះលោកអូប្រាជូសល់តែមួយដង្ហើមនោះទេលីផាសែនស្រណោះពូគេណាទោះម្ចាស់ពូជាមនុស្សអាក្រក់យ៉ាងណាក៏ជាពូរបស់គេដែរគេសុំឲ្យចែប៊ីជួយសង្គ្រោះពូគេឲ្យបានជាផងទៅចែប៊ីគាត់កំពុងតែចង់រកមនុស្សមកធ្វើតេស្តការស្រាវជ្រាវផងដែរប្រសិនបើតេស្តលើលោកប្រាជូនោះជោគជ័យ
នោះមានន័យថាពួកគេនឹងរកឃើញការព្យាបាលនៃវិបត្តិនេះហើយអូបរ៉ាជូដែលត្រូវបាន zombie ខាំនោះខ្លួនប្រាណបានចុះត្រជាក់យ៉ាងខ្លាំងចែប៊ីត្រូវការថ្នាំដែលជួយបង្កើនកម្ដៅក្នុងខ្លួនរបស់គាត់នេផាក៏នឹកឃើញថាគេដូចជាមានយកថ្នាំនោះមកដែរគឺជាថ្នាំដែលមហេសីជូឲ្យគេស្វែងរកឲ្យតាមពិតទៅគឺចែមហេសីនឹងត្រូវការថ្នាំមកផឹកខ្លួនឯងដើម្បីបើសុខភាពថ្នាំនេះហៅថាថ្នាំស៊ូមូដែលជាប្រភេទថ្នាំវិទ្យាសាស្ត្រសម្រាប់ស្ត្រីដែលរំលូតកូននេផាក៏បានប្រាប់ថាមហេសីនេះសពថ្ងៃគឺនៅតែបន្តផឹកថ្នាំនេះរហូតមកតែថាមហេសីមិនទាន់សម្រាលបុត្រទេអញ្ចឹងមានតែគាត់ធ្វើឲ្យកូនគាត់រំលូតយូរហើយកំពុងតែវែកញែកស្រាប់តែមានមនុស្សម្នាក់ដើរចូលមកឬជាបតលីទើបនឹងត្រឡប់មកវិញក៏ដឹងថាអូប៉ារ៉ាជូគឺបានបាត់ទៅហើយតាមដឹងពីកូនចៅគឺអង្គរៈមូនបានប្រើឈ្មោះរាជបុត្រលីនាំយកអូប៉ារ៉ាជូចែប៊ីនិងនេផាមួយសំណុំតែម្ដងរត់គេចបាត់ទៅហើយវាហួសពីច្បាស់ទៅហើយថាជនក្បត់ដែលបង្កប់ខ្លួននោះគឺជាលោកមូនតែថាតែមានខ្យល់គឺមានភ្លើងរឿងហេតុវាមានហេតុផលរបស់វាដែរប្រពន្ធលោកមូនត្រូវបានមហេសីជូឃុំឃាំងទុកនិងបង្ខំឲ្យលោកមូនក្បត់រាជបុត្រលីហើយឥឡូវនេះគាត់ចង់ជ្រើសឱកាសយកអូប៉ារ៉ាជូដែលនៅសល់មួយដង្ហើមទៅដោះដូរជាមួយប្រពន្ធគាត់ប្រសិនបើឲ្យអូប៉ារ៉ាជូទៅដល់រាជធានីមុននោះគឺដឹងតែសៀងហើយដូចនេះបត្រាលីជាមួយនឹងនីស៊ីនក៏ប្រញាប់ដេញចេញតាមក្រុមលោកមូនដែរនិយាយពីខាងរាជធានីវិញទាហោះមន់ហាតែម្ដងតបវាំងបានចេញស៊ើបរឿងស្ត្រីមានផ្ទៃពោះពួកគាត់មិនល្ងងសម្រាប់ចូលវាំងទៅសាកសួរមហេសីនោះទេតែពួកគេបានលួចចាប់ទាសីក្នុងវាំងមកសាកសួរតែថាចៃនោះមាត់រឹងជាងដៃថែបទៅទៀតទោះប្រើទរណកម្មអ្វីក៏មិនបានផលដែរស្របពេលនោះដែរអ្នកខ្លំមើលក៏បានចូលមកប្រាប់ថាថ្ងៃដែលរកឃើញសាកសពនោះគឺពួកគេបានឃើញក្រែស្នែង3សម្ដៅទៅក្បែររាជដំណាក់លឺអញ្ចឹងលោកមេតកវាំងទីថាក្នុងក្រែស្នែងនោះអាចជាស្ត្រីដែលមានផ្ទៃពោះផ្សេងទៀតពួកគេនោះប្រហែលជាត្រូវបានបញ្ជូនទៅរាជដំណាក់ដើម្បីរងចាំសម្រាលហើយដើម្បីស្វែងរកការពិតគាត់ក៏បានសម្រេចចិត្តសម្រុកចូលរាជដំណាក់ពេលចូលទៅដល់សាកសួររឿងក្រែស្នែងយប់នោះចាស់ចាស់ក៏បាននិយាយថាក្រែស្នែងថ្ងៃមុនគឺនាំយកមេដោះមករាជដំណាក់តែលោកមេតបមិនខ្ជិលស្ដាប់នោះទេពេលបើកទ្វារក៏ឃើញថាពិតជាស្ត្រីធម្មតាដូចគេនិយាយមែនគ្មានពោះគ្មានទម្ងន់អីនោះទេមើលទៅពូមេតបនេះគឺចេញល្បិចគេហើយចាយមានទម្ងន់ទាំងអស់គឺត្រូវបានគេលាក់ទុកនៅកន្លែងសម្ងាត់មួយនិយាយពីលោកមេតបវាំងសម្រុកចូលរាជដំណាក់ដោយគ្មានការអនុញ្ញាតគឺត្រូវមានទោសចំណែកឯមហេសីជូវិញចែនឹងក៏បានរួចខ្លួនមួយគ្រាតែឪពុកគាត់វិញប្រហែលជាមិនស្រួលនោះទេរបួសធ្ងន់ផងរលាក់ស្ទើរធ្លាក់ថ្លើមតែម្ដងលោកមូនមិនសូវខ្វល់ពីអូប៉ារ៉ាជូទេគាត់បានបរទេសសេះយ៉ាងលឿនស្លុយដោយឃើញថាអូប៉ារ៉ាជូប្រហែលជាទុកមិនជាប់ចែប៊ីក៏បានស្នើឲ្យសម្រាកសិនគ្មានវិធីនោះទេបើអប៉ែអូប៉ារ៉ានេះស្លាប់ទៅក៏មិនមានចំណាត់ខ្មាំងទៅរំដោះប្រពន្ធដែរក្រោយរៀបចំដាក់អូប៉ារ៉ាសម្រាកលោកមូនបានចេញទៅបង្កាត់ភ្លើងចែប៊ីចេញទៅដងទឹកទុកឲ្យនេផាល់មើលពូគេពេលដែលនៅពីរនាក់អូប៉ារ៉ាជូបានខ្សឹបប្រាប់នេផាល់នៅពាក្យមួយចំនួនស្ដាប់ចប់នេផាល់ក៏បានប្រែទឹកមុខចែប៊ីពេលត្រឡប់មកវិញមិនបានឃើញនេផាល់ក៏មិនចាប់អារម្មណ៍នោះដែរក៏បានរៀបចំបន្តព្យាបាលអូប៉ារ៉ាជូបន្ទាប់មកក៏បានចេញមករកលោកមូនចែប៊ីមានអារម្មណ៍ថាខុសធម្មតាព្រោះថាលោកមូននេះដូចជាប្រញាប់ជ្រុលតើរឿងអរិយបុត្រលីបញ្ជាឲ្យពួកគេចេញមកនោះគឺជារឿងពិតឬខ្លាំងចែប៊ីក៏បានប្រាប់លោកមូនកុំឲ្យធ្វើរឿងក្បត់រាជបុត្រលីសូមរងចាំរាជបុត្រលីមកដោះស្រាយហើយនាងវិញក៏មានរឿងប្រញាប់ប្រាប់បតាលីដែរគឺរឿងមហេសីជូកំពុងមានគល់នោះគឺបានរំលត់យូរទៅហើយដល់លឺអញ្ចឹងលោកមូនក៏នឹកឃើញដល់ប្រពន្ធខ្លួនប្រពន្ធនឹងសម្រាប់កូនប្រហែលថ្ងៃនឹងហើយគ្រាន់តែគិតក៏ដឹងថាពួកនោះចង់ធ្វើអ្វីលោកមូនពេលនេះគឺស្លុតចិត្តណាស់ចង់តែយកប្រេងកាឡាមរឹកទ្រូងទេបន្ទាប់មកក៏ប្រញាប់ទៅរកអូប៉ារ៉ាជូវែកញែកមិនទាន់នឹងបានសួរផងក៏បានឮសំឡេងក្ដួងក្ដៀងខាងក្រៅអ្នកដែលវិឆ្មក់នោះគឺជាកូនចៅលោកអូប៉ារ៉ាជូហើយអ្នកឲ្យដំណឹងគឺជានេផាល់ពួកគេមកជួយលោកអូប៉ារ៉ានេះឯងពេលឃើញលោកមូនត្រូវព្រួញនៅសល់ដង្ហើមចង្រិតអញ្ចឹងទៅចែប៊ីក៏បានហូរទឹកភ្នែកហើយនេផាល់ក៏បានលួងចែប៊ីឲ្យទៅនៅជាមួយគាត់និងសន្យាថាមើលថែចែប៊ីផងដែរហើយលោកមូនក៏បានខត់ចែប៊ីឲ្យចាក់ចេញទៅដែរព្រមទាំងសុំឲ្យចែប៊ីបើមានឱកាសសុំជួយប្រពន្ធនិងកូនគាត់ផងពេលដែលពួកគេចាក់ចេញទៅលោកមូនប្រើប្រាស់កម្លាំងដែលមានចុងក្រោយដើរសម្រុកចូលព្រៃទៅទិសដៅរាជបុត្រលីតាមមកហើយពួកគេក៏បានជួបគ្នាលោកប៊ុនបានប្រាប់រឿងមានគល់ខ្លាំងខ្លាយរបស់មហេសីជូរាជបុត្រលីដៃត្រកងបងប្អូនដែលស៊ូស្លាប់ស៊ូរស់ជាមួយគ្នាចុងក្រោយជាមួយនឹងទឹកភ្នែកស្របពេលនោះដែរលោកប៊ុនក៏បានដាច់ដង្ហើមហើយពេលនោះក៏ជាពេលដែលកូនប្រុសគាត់កើតមកដែរនិយាយទៅត្រង់វគ្គនេះគឺចង់ខ្លោចចិត្តនិយាយពីអូប៉ារ៉ាជូបានមកដល់រាជធានីយ៉ាងសុវត្ថិភាពតែសុខភាពគាត់គឺខ្សោយខ្លាំងណាស់ដើម្បីជួយគាត់ចែប៊ីគឺនឹកអស់វិធី
មានតែយកពឹសបង្ក្រាបពឹសបើ zombie ខ្លាចទឹកអញ្ចឹងយើងសារយកអូប៉ារ៉ាជូត្រាំទឹកសាកមើលទៅពេលត្រាំទឹកក៏ឃើញថាមានដង្កូវស្អីមិនដឹងវើកវែងសម្រុកចេញពីរបួសលោកអូប៉ារ៉ាជូហើយលោកអូប៉ារ៉ាក៏បានជាឡើងវិញរាជបុត្រលីពេលបានដំណឹងអំពីការមានគល់ខ្លែងខ្លាយក៏ប្រញាប់បង្កើនល្បឿនសម្រុកទៅរាជធានីដើម្បីបកអាក្រាតល្បីរបស់មហេសីជូពេលចូលមកដល់រាជធានីក៏ប្រទះឃើញអ្នកវាំងបានយកនៅសាកសពស្ត្រីសម្រាប់កូនមកបោះបង់ចោលល្មមនោះគឺជាប្រពន្ធរបស់លោកមូនដែលទើបនឹងសម្រាប់កូនប្រុសរួចគាត់នៅមានដង្ហើមដូចនេះគ្រប់គ្នាក៏ប្រញាប់ជួយគាត់ពេលព្រឹកលោកអូប៉ារ៉ាក៏បានដឹងខ្លួនគាត់បានកោះហៅមន្ត្រីធំមកប្រជុំក៏បានលើគ្រប់គ្នានិយាយពីរឿងមហេសីជូអាចនឹងខ្លាយបន្លំរឿងមានផ្ទៃពោះគ្រាន់តែលឺភ្លាមអូប៉ារ៉ាជូក៏ទាយដឹងថាប្រហែលជានេះជាល្បិចកូនស្រីគាត់ហើយក៏ប្រញាប់ប្រើប្រាស់អំណាចរបស់គាត់សង្កត់រឿងនឹងសិនព្រមទាំងដាក់បញ្ជាឲ្យចាប់យកក្រុមគ្រួសារមេតបដែលបម្រើរាជបុត្រលីទាំង3ពូជមកសម្លាប់ចោលឲ្យណានៃម្ដងក្នុងពេលនោះចៃប៊ីនិងនីផាក៏បានមកមើលក្នុងស្ថានភាពរញ៉េរញ៉ៃនីស៊ីនបានបង្កប់ខ្លួនក្នុងហ្វូងមនុស្សព្រមទាំងស្កាត់ជួបចៃប៊ីតែ2នាក់គេបានសុំឲ្យចៃប៊ីជួយមើលជំងឺឲ្យប្រពន្ធលោកមូនព្រោះថាគាត់ពេលនេះគឺខ្សោយណាស់ក្រោយសម្រាប់កូនព្រមទាំងបានលឺថាប្តីស្លាប់ទៀតគាត់ពិតជាត្រូវការព្យាបាលណាស់ក្រោយមើលគាត់រួចចៃប៊ីបានចេញមកបានជួបនឹងរាជបុត្រលីរាជបុត្របានសាកសួរគាត់ពីរឿងព្យាបាលអូប៉ារ៉ាជូចៃប៊ីបាននាំយកនៅសែនផលដង្កូវឲ្យរាជបុត្រលីមើលរាជបុត្រមើលហើយគឺហួសចិត្តយ៉ាងខ្លាំងមិននឹកស្មានថាវិបត្តិ zombie ឡើងចង់រលាយរលត់នគរគឺផ្ដើមចេញពីដង្កូវដ៏តូចនោះសោះចុងក្រោយរាជបុត្រលីបានស្នើឲ្យចៃប៊ីជួយគាត់ជាចុងក្រោយគឺចូលទៅគៀកមហេសីជូធ្វើយ៉ាងណាជួយការពារកូនលោកមូនឲ្យបានហើយចៃប៊ីក៏បានយល់ព្រមពេលត្រឡប់មកវិញចៃប៊ីនិងនេផាល់បានមកជួបអូប៉ារ៉ាជូនាងបានសុំខ្លួនទៅថែទាំមហេសីហើយអូប៉ារ៉ាជូក៏បានយល់ព្រមព្រោះគាត់ចង់ដឹងថាតើកូនគាត់ពិតជាមានគភ៌ពិតឬមិនពិតមហេសីជូពេលដែលដឹងថាឪពុកម្លេងគឺធ្វើខ្លួននឹងណូធម្មជាតិណាស់គាត់បានប្រាប់ទៅអូប៉ារ៉ាជូថាកូនដែលទើបនឹងកើតមកនេះគាត់នឹងដាក់ឈ្មោះថាលីយៀនហើយគឺជាចៅបង្កើតរបស់ពុកគឺជាអនាគតមហាក្សត្រនៃនគរនេះដែរអូប៉ារ៉ាជូមុខឡើងមើមែនតើទោះបីនិយាយស្អីក៏នៅតែមើមហេសីជូបានចាក់តែជូនឪពុកពេលដែលផឹកតែលោកអូប៉ារ៉ាបានឲ្យចៃប៊ីស្ទង់ជីបចរកូនស្រីហើយចៃប៊ីក៏បានប្រាប់ថាជីបចរមហេសីបង្ហាញថាគាត់បានរំលូតកូនយូរមកហើយមានផ្ទៃពោះស្អីហ្នឹងគឺ fake ទេដល់លឺអញ្ចឹងពូអូប៉ារ៉ាក៏បានឆេះដុំគាត់បាននិយាយថាឯងនេះល្ងងណាស់យកពូជណាមិនដឹងមកស្នងរាជបន្លំធ្វើកូនតើមុខមាត់ត្រកូលជូយកទៅទុកនៅឯណាទៅតើយើងត្រូវធ្វើគ្រប់យ៉ាងគឺដើម្បីតែពូជព្រៃនេះមែនទេលោកអូប៉ារ៉ាសម្រាប់ចិត្តថានឹងសម្លាប់រាល់អ្នកដឹងរឿងទាំងអស់ព្រមទាំងចាប់មហេសីជូខំខ្លួនបណ្ដោះអាសន្នសិននឹងស្វែងរកត្រកូលលីណាម្នាក់មកស្នងរាជបន្តនេះគាត់គិតរៀនតាមឆៅប្រើល្បិចចាប់ស្ដេចគម្រាមមន្ត្រីហើយតើតែគាត់ពូកែយ៉ាងណាក៏គិតមិនដល់ដែរថាកូនស្រីគាត់គឺបានដើរក្រឡាអុកមួយក្បាច់មុនគាត់គឺនាងបានដាក់ថ្នាំបំពុលអូប៉ារ៉ាជូតស៊ូជាមួយសត្រូវរបួសវិស្លាប់យ៉ាងណាក៏នៅតែស៊ូរស់មកវិញបានតែចុងក្រោយបែរជាស្លាប់ដោយសារតែកូនស្រីរបស់ខ្លួនឯងដាក់ថ្នាំពុលក្នុងតែទៅវិញនាងបានមើលឪពុកស្លាប់យ៉ាងវេទនាមហេសីជូនេះគឺគ្មានតែស្ដាយសំណោះស្អីនោះទេឪខ្លាកូនក៏មិនធម្មតាដែរចិត្តដាច់ណាស់គឺសែនស្អប់ឪពុករបស់គាត់ព្រោះថាអូប៉ារ៉ាជូនេះមើលងាយមើលថោកនាងតាំងពីតូចមកម្លេះនាងសម្រេចថាសម្រាប់នាងទៅតែក្តាប់វាសនាខ្លួនឯងចិត្តដាច់ខាតរាជបុត្រលីនឹកស្មានមិនដល់ទេថាមហេសីជូនេះចិត្តដាច់បេផ្សៃដល់ម្លងដើម្បីទប់ទល់នឹងមហេសីជូរាជបុត្រលីក៏បាននឹកឃើញវិធីមួយគាត់បានមករកពូរបស់គាត់ដែលបានរត់ចេញពីវាំងមកធ្វើជាអ្នកស្ទូចត្រីនិងស្នើឲ្យគាត់ត្រឡប់ទៅស្នងតំណែងតែថាពូគាត់មិនខ្ចីត្រឡប់ទៅវិញដាច់ខាតថ្ងៃប្រហារជីវិតគូសាមេតបដែលបានស្ម័គ្រចិត្តជាមួយនឹងរាជបុត្រលីគឺកាន់តែគៀកទៅហើយគាត់មិនអាចទ្រាំសម្លឹងមើលក្រុមគ្រួសារបងប្អូនដែលស្ម័គ្រចិត្តនៅជាមួយគាត់នោះទៅស្លាប់ដើម្បីគាត់នោះទេដូចនេះរាជបុត្រលីសម្រេចចិត្តចេញតបរំដោះពួកគាត់សិននិយាយពីខាងរាជវាំងវិញមហេសីជូបានហៅនីផាមកជួបព្រមទាំងចេញបញ្ជាឲ្យគេធ្វើជាមន្ត្រីគ្រប់គ្រងការប្រហារជីវិតនីផាក៏បានឆ្លៀតសាកសួរអំពីចៃប៊ីហើយមហេសីក៏បានប្រាប់ថាគាត់បានឲ្យចៃប៊ីធ្វើជាពេបតខ្លួនរបស់គាត់ហើយមិនមានអីនោះទេតែតាមពិតទៅចៃប៊ីត្រូវបានគាត់ឃុំជាមួយនឹង zombie ព្រឹកថ្ងៃបន្ទាប់ក៏ជាពេលដែលត្រូវកាត់ទោសប្រហារជីវិតពេលនោះក៏មានមេតបស្ម័គ្រចិត្តម្នាក់បានដើរចូលមកសុំចោះចូលនិងប្រាប់ពីកន្លែងលាក់ខ្លួនរបស់រាជបុត្រលីនឹងគ្នាដើម្បីដោះដូរជាមួយប្រពន្ធកូនរបស់ខ្លួន
គ្រប់គ្នាក៏បានចេញពីលៀនប្រហារជីវិតទៅឡោមព័ទ្ធទីតាំងលាក់ខ្លួនព្រមទាំងបាញ់ព្រួញតែពេលចូលទៅដល់ក៏ឃើញថាគ្មានមនុស្សសូម្បីតែម្នាក់មើលទៅពួកគេគឺបានចេញល្បិចបញ្ឆោតខ្លាចចេញពីរូងហើយពិតប្រាកដណាស់ស្របពេលដែលកម្លាំងតបចេញពីលៀនប្រហារជីវិតនោះរាជបុត្រលីក៏បាននាំទ័ពចូលក្រុងនីផាបានអាននៅរាជសារប្រហារជីវិតរបស់មហេសីជូក្រោយពេលអានចប់បច្ចេកឃាតរៀបចំនឹងសម្លាប់ទៅហើយតែសម្លឹងទៅក្រុមគ្រួសារតបស្ម័គ្រចិត្តដែលគ្មានកំហុសសោះនីផាគឺមិនដាច់ចិត្តទេគេបានផ្អាកការប្រហារជីវិតហើយស្របពេលនោះក្រុមរាជបុត្រលីក៏បានមកដល់សម្លឹងមើលទៅរាជបុត្រលីនីផាក៏ដឹងថាខ្លួនទ្រាំធ្វើជាមនុស្សចិត្តដាច់ក្នុងបរិប្រឆាំងស្អីនោះមិនរួចទេក៏មានតែដើរតាមការដឹកនាំរបស់រាជបុត្រលីទើបបានក្រោយពីបានជួយអ្នកគ្រប់គ្នារួចមេតបវាំងដែលសង្ស័យលើមហេសីជូបានសហការជាមួយរាជបុត្រលីឲ្យដៃបើកទ្វារវាំងនិងគ្រប់គ្រងមនុស្សក្នុងវាំងបានយ៉ាងធូរមហាមន្ត្រីទាំងអស់ក្រោយឃើញត្រកូលជូទៅឥណ្ឌាអស់ហើយក៏បានប្រែទឹកមុខយ៉ាងលឿនជាងអ្នកឆ្លងថ្នល់ទៅទៀតចោះចូលជាមួយរាជបុត្រលីហើយរាជបុត្រលីគ្មានអារម្មណ៍ស្ដាប់សម្ដីអែបអបរបស់មន្ត្រីទាំងនោះទេក៏បាននាំអ្នកទាំងអស់គ្នាសម្រុកចូលរាជដំណាក់គាត់បានឃើញមហេសីជូពាក់អាវស្ដេចអោបកូនអង្គុយលើរាជបល្ល័ង្កក្រុមរាជបុត្រលីបាននិយាយថាកូនក្នុងដៃរបស់មហេសីមិនមែនជាកូនបង្កើតនោះទេតែថាគ្រប់គ្នាមិនទាន់បានស្គាល់ច្បាស់អំពីចៅមហេសីនេះថាគាត់សាហាវប៉ុណ្ណានោះទេគ្រប់គ្នានាំគ្នានិយាយជន់គាត់គ្មានដកជើងឃើញចៅនឹងញញឹមចឹងទេតែគាត់បានឲ្យគេប្រឡែងហ្សូមប៊ីដែលចិញ្ចឹមទុកនោះចេញមកប្រងព្រាតហើយចៅប៊ីក៏បានឆ្លៀតពេលនោះរត់ចេញមកដែរតែមួយផ្លែតហ្សូមប៊ីបានជួបមនុស្សគឺខាំបង្កើតចេញជាហ្សូមប៊ីជាច្រើនទៀតចៅប៊ីរត់យ៉ាងលឿនស្លេវទៅរករាជបុត្រលីនឹងបានប្រាប់ពីរឿងហ្សូមប៊ីដែលបានប្រឡែងចេញមកហើយពួកគេនោះលឿនជាងសិស្សចេញលេងទៅទៀតរាជបុត្រលីឮហើយគ្មានអារម្មណ៍ឡើងក្ររីស្អីនោះទេរឿងសំខាន់នោះគឺត្រូវបិទទ្វារវាំងការពារកុំឲ្យហ្សូមប៊ីចេញក្រៅបានមិនដូច្នេះទេក្រុងនេះនឹងរលាយមិនខានហ្សូមប៊ីបានរីកបាត់គ្រប់ក្រឡុករលាតនៃវាំងមិនលើកលែងសូម្បីតែបង្គន់អាណិតចំពោះអ្នកចូលបង្គន់ដែលមិនដឹងថាហ្សូមប៊ីចេញមកគ្រប់គ្នាព្យាយាមប្រយុទ្ធទប់ទល់នឹងហ្សូមប៊ីតែថាហ្សូមប៊ីនេះវាច្រើនខ្លាំងណាស់សម្រាប់មិនអស់នោះទេហើយមិនយូរប៉ុន្មានយប់បាត់ដំណាក់ធំក៏ត្រូវបានឡោមព័ទ្ធដោយហ្សូមប៊ីមហេសីជូគឺបានដឹងនៅលទ្ធផលនេះហើយតែចៃប៊ីមិនព្រមបោះបង់នោះទេដោយសារតែហ្សូមប៊ីគឺខ្លាចភ្លើងចៃប៊ីព្យាយាមប្រយុទ្ធនឹងវាសនាដែរស្របពេលនោះហ្សូមប៊ីក៏បានសម្រុកទៅរកមហេសីជូចៃនឹងក៏បានទៅឥណ្ឌាមួយទៀតតែកូនតូចគឺនៅរស់ចែប៊ីនឹកឃើញដល់សម្ដីរបស់រាជបុត្រលីក៏បានស្ទុះរត់អោបកូននោះជាមួយនឹងអាវភ្លើងគ្របពីលើហើយខាងរាជបុត្រលីក៏ដូចគ្នាគាត់គ្មានផ្លូវបោះបង់ដាច់ខាតមេតបវាំងបានឲ្យយោបល់ទៅរាជបុត្រលីឡើងតាមដំបូលឆ្ពោះទៅច្រកខាងក្រោយរត់កិច្ចចេញទៅមុនរក្សាព្រៃឈើគង់មិនខ្វះអូដុតនោះទេនិយាយពីដំណាក់ខាងក្រោយរាជបុត្រលីនឹកឃើញដល់បឹងដ៏ធំនៅទីនោះចែប៊ីធ្លាប់ប្រាប់ថាហ្សូមប៊ីគឺខ្លាចទឹកប្រហែលជាទីនោះគឺជាភ្នូរចុងក្រោយរបស់ហ្សូមប៊ីទាំងនោះហើយនឹកឃើញភ្លាមគឺធ្វើផ្លែតក្រុមរាជបុត្រលីបានអាដៃបង្ហូរឈាមធ្វើជានុយដើម្បីបញ្ឆោតហ្សូមប៊ីទាំងនោះឲ្យដេញតាមពេលដែលហ្សូមប៊ីទាំងវងដេញតាមរាជបុត្រលីខាងចៃប៊ីក៏បានរួចខ្លួនតែសំណាងអាក្រក់គឺក្មេងតូចត្រូវបានហ្សូមប៊ីខាំចំដៃតើចៃប៊ីត្រូវតែសម្លាប់កូនតូចដែលខ្លួនខំជួយនោះឬយ៉ាងណាខាងរាជបុត្រលីវិញក៏មិនណយប៉ុន្មានដែរខំរត់មកដល់បឹងហើយតែបឹងនេះកកខ្ទេចទៅហើយឡើងអញ្ចឹងសង្ឃឹមតែមួយទៅជាផេះទៅទៀតនិយាយពីបឹងនេះគឺកកយកតែមែនតែនបាញ់កំភ្លើងផងបុកផងអត់ខ្ចីប្រេះសោះហើយតែមួយខ្វាច់តូបហ្សូមប៊ីក៏បានមកដល់បានដូចចិត្តតែតកកនេះវាក្រាស់ពេកហើយតែមួយផ្លែតគ្រប់គ្នាក៏ត្រូវបានហ្សូមប៊ីខាំសូម្បីតែរាជបុត្រលីពេលនេះពួកគេគឺចេញហើយទូឯកតួរងស្លាប់តិចមានសោកខ្ទឹមតែរាជបុត្រលីនៅតែប្រយុទ្ធនឹងពេលវេលារាជបុត្រលីបាញ់ផងបុកផងប្រើដៃវាយផងចុងក្រោយហើយផ្ទាំងតកក៏បានបែកគ្រប់គ្នាបានស្រុតចុះក្នុងទឹកយើងឃើញថាដង្កូវស្អីមិនដឹងទាំងអស់គឺបានវាចេញមកហើយគ្រប់គ្នាក៏បានរស់ឡើងវិញនៅពេលព្រឹកគ្រប់គ្នាក៏បានចេញពីវាំងពេលដែលរៀបចំរាជវាំងនឹងសាកសពឃើញថាបាត់សាកសពមហេសីជូកូនតូចនឹងចៃប៊ីមន្ត្រីធំម្នាក់បានប្រាប់រាជបុត្រលីថាប្រសិនបើរកឃើញលីយាននោះយើងត្រូវតែសម្លាប់ចោលមិនដូច្នោះទេត្រកូលជូនឹងមកសងសឹកម្ដងទៀត
គ្រប់គ្នាបានរកឃើញចែប៊ីដែលពួននៅក្រៅបន្ទប់ដូនតាត្រកូលលីពេលឃើញកូនតូចត្រូវបានហ្សូមប៊ីខាំឬច្បុតលីក៏ដកដាវចែប៊ីឃើញអញ្ចឹងប្រញាប់រំលឹកឬច្បុតលីថាគឺលោកជាអ្នកប្រាប់ខ្ញុំឲ្យជួយកូននេះឬក៏លោកដែលចិត្តសម្រាប់ក្មេងនេះវិបត្តិនេះនឹងបញ្ចប់ពេលដែលខែត្រជាក់ផុតទៅនីតិខះរដូវមកដល់អ្វីគ្រប់យ៉ាងនឹងបញ្ចប់ឬច្បុតលីដោយត្រូវបានពាក្យទាំងអស់នេះចាក់ដោតក្នុងចិត្តតែថាគាត់ក៏មានការសម្រេចចិត្តដែរឲ្យតែកូននោះនៅរស់វិបត្តិគឺនឹងមិនចប់នោះទេ3ខែក្រោយមកស៊ូមប៊ីក៏បានរលាយរលត់តាមនឹងទៅពេលវេលាកន្លងផុតទៅយ៉ាងលឿនមួយខ្វាច់7ឆ្នាំកន្លងផុតទៅស្ដេចថ្មីបានឡើងគ្រងរាជលើដៃស្ដេចតូចមានស្នាមខាំតាមពិតទៅ7ឆ្នាំមុនរាជបុត្រលីមិនបានសម្លាប់ក្មេងនោះទេតែគាត់ជ្រើសរើសការចាក់ចេញពីវាំងនិងស្នើឲ្យមន្ត្រីកត់ត្រាប្រវត្តិសាស្ត្រចារថាព្រះមេដាបេដារបស់លីយៀនបានសោយទីវង្គតដោយសារតែវិបត្តិហ្សូមប៊ីតែតាមពិតទៅម្ដាយបង្កើតរបស់លីយៀនគឺនៅក្នុងវាំងធ្វើជាទីស័យ manager តាមថែរក្សាកូនហើយមេតុបដែលស្ម័គ្រចិត្តសង្គ្រោះនគរក៏បានក្លាយទៅជាមន្ត្រីធំជាសសរទ្រូងរបស់ជាតិចំណែកឯនីផាល់វិញក៏ក្លាយទៅជាអុកប្រាជូថ្មីនេះម្ដងនោះនីផាល់និងនីស៊ីម៉ាន់ជួបគ្នាផឹកសាររំលឹករឿងចាស់កាលពី7ឆ្នាំមុនថ្ងៃនោះរាជបុត្រលីបានសួរទៅចែប៊ីថាតើកូននឹងពិតជាមិនអាចក្លាយទៅជាហ្សូមប៊ីមែនទេចែប៊ីបានប្រាប់ថាគាត់បានរកឃើញនៅទឹកមួយកធន់ក្នុងដំណាក់ព្រមទាំងបានយកដៃក្មេងត្រាំក្នុងទឹកនោះរួចហើយដង្កូវនោះក៏បានចេញមករួចដែរស្របពេលនោះមន្ត្រីធំក៏បានចូលមកដល់ព្រមទាំងខាត់បុត្រាលីឲ្យសម្លាប់ក្មេងនោះតែបុត្រាលីក៏តបថាខ្ញុំនឹងថាក្មេងនេះនឹងខ្ញុំគឺអាចទុកបានតែម្នាក់ប៉ុណ្ណោះសម្រាប់នគរនេះតែថាប្រជារាស្ត្រទាំងអស់គឺសុទ្ធតែដឹងថាមហេសីជូកើតបានមត្រាហើយចំណែកឯខ្ញុំវិញគឺជាជនក្បត់សម្លាប់បិតាខ្លួនឯងបើដើម្បីតែបល្ល័ង្កនេះទៅសម្លាប់ក្មេងមិនដឹងខ្យល់អីមួយទៀតអញ្ចឹងខ្ញុំនឹងត្រកូលជូគឺមិនខុសគ្នានោះទេនិយាយទៅបុត្រាលីនេះគឺពិតជាឈរលើគោលការណ៍គុណធម៌និងសច្ចធម៌ខ្លាំងណាស់តែថាការចាក់ចេញរបស់គាត់មិនមែនទៅរស់នៅសប្បាយៗដូចពូគាត់នោះទេគឺគាត់បានចេញទៅជាមួយនីស៊ីនចែប៊ីដើម្បីទៅស្វែងរកវិធីសាស្ត្រព្យាបាលឬគល់នៃវិបត្តិហ្សូមប៊ីពួកគេទាំងពីរបានផឹកសាររហូតដល់ភ្លឺនីស៊ីនបានយកចេញនៅសៀវភៅកំណត់ត្រាព្យាបាលរបស់ចែប៊ីឲ្យនីផាល់គឺចែប៊ីបានស្រាវជ្រាវនៅរបស់ជាច្រើនតាក់ទងនឹងហ្សូមប៊ីមានចម្ងល់ជាច្រើនដែលមិនទាន់បានស្រាយបើហ្សូមប៊ីខ្លាចសេតនហភាពក្តៅតើហើយអ្វីបានជាស័យរបស់សិស្សប្អូនដែលចំអិនទៅជាស៊ុបក្រោមកម្ដៅក្តៅនិងទឹកស៊ុបនៅតែមានដង្កូវដែលអាចនៅរស់នោះម្នាក់ដែលបានញ៉ាំរួចខ្លាចទៅជាហ្សូមប៊ីដែរប្រកាសណាស់គឺមានរឿងអាថ៌កំបាំងនៅពីក្រោយរឿងនេះនីផាលឺហើយគឺចាប់ដើមភ័យគេគិតថាវិបត្តិហ្សូមប៊ីនេះគួរតែចប់ហើយនីស៊ីនបានប្រាប់នីផាលថាវិបត្តិហ្សូមប៊ីមិនទាន់ចប់ទេពួកយើងបានរកឃើញនៅស្មៅស្លាប់រស់ច្រើនមែនទែនត្រូវបានគេដាំនិងមានអ្នកប្រមូលទិញចែកចាយយ៉ាងច្រើនក្រោមឈ្មោះថាជាថ្នាំដែលអាចជួយឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញហើយពេលដែលយើងស៊ើបតាមតម្រុយនោះរាជបុត្រនិងក្រុមរបស់យើងក៏បានជួបជាមួយហ្សូមប៊ីជាថ្មីទៀត The Kingdom វគ្គ 2 គឺចប់ទៅហើយចុងក្រោយក៏បានបង្ហាញនៅ2ឈុតថែមទៀតឈុតទី1គឺស្ដេចតូចដែលកំពុងដេកលើមុខគឺមានស្នាមដង្កូវរត់វើកពេញនឹងមើលទៅដង្កូវហ្សូមប៊ីគឺស្ថិតនៅក្នុងខ្លួននៅឡើយហើយមួយទៀតគឺមេចែកចាយស្មៅស្លាប់រស់គឺសម្ដែងដោយចែជុនជីយុនហើយក្នុងរឿងនេះចែនឹងគឺគាត់ចិញ្ចឹមហ្សូមប៊ីច្រើនណាស់មើលទៅនឹងមានវគ្គ3តទៀតហើយនេះគឺជាការទូទាយរបស់ admin គិតថាដង្កូវទាំងនោះប្រហែលជាអាចបង្កើតពងបាន admin មានតលហិក2ទី1គឺកូនសិស្សរបស់លោកគ្រូសុងហ៊ីដែលស្លាប់ដូចដែលបានលើកឡើងអញ្ចឹងសាច់គឺបានយកមកចម្អិនទៅហើយក្នុងស៊ុបគឺមានទឹកហើយក្តៅទៀតផងដង្កូវស្អីនឹងប្រកាសជាវាចេញអស់មិនខានតែពងដង្កូវនោះប្រហែលជាអាចទ្រាំបានក្នុងកម្ដៅជាមួយទឹកមនុស្សឆេះសាច់នោះពងដង្កូវបានចូលក្នុងខ្លួនមនុស្សរួចបានបង្កើតទៅជាហ្សូមប៊ីចំនួនទី2 ទី2គឺស្ដេចតូចលីយៀនដែលត្រូវបានហ្សូមប៊ីខាំរួចក៏បានយកទឹកមកត្រាំរួចហើយដង្កូវក៏បានវាចេញរួចទៀតតែ7ឆ្នាំក្រោយនៅតែមានដង្កូវវាពេញមុខទៀតអញ្ចឹងមានតែពងនោះគឺបានញាស់ហើយស្រួលមិនស្រួលដង្កូវទាំងនោះបានវិវត្តទៅជាដង្កូវចំនួនទី3រស់នៅជាមួយស្ដេចតូចនោះយូរមកហើយក៏មិនដឹងអាចថាហ្សូមប៊ីវគ្គ3ប្រហែលជាសាហាវជាងនឹងហើយនឹងល្អមើលជាងវគ្គ2ទៅទៀតក៏ថាបានជាចុងក្រោយ admin សូមអរគុណចំពោះអ្នកគាំទ្រដែលបានរងចាំដោយសារតែ admin មានបញ្ហាសុខភាពទើបតែធូរស្បើយហើយក៏ធ្វើការសុំទោសចំពោះវគ្គនេះដែរពីព្រោះថាសំឡេងគឺនៅមានលក្ខណៈកងួននៅឡើយប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់និងចូលចិត្តការសម្រាយសូមជួយ subscribe និង like ជួបគ្នាម្ដងទៀតគឺជារឿងខ្មោចសូមអរគុណ